មនុស្សអាយុចុះមកដល់80000ឆ្នាំនោះបរិសុទ្ធស្ត្រីមានអាយុ500ឆ្នាំទើបរៀបការជាគ្រួសារពេលនោះសំបីភ្លៀងទាំងឡាយក៏ភ្លៀងត្រូវកាល10ថ្ងៃភ្លៀងម្ដង10ថ្ងៃភ្លៀងម្ដងឬ15ថ្ងៃភ្លៀងម្ដងនៅសម័យកាលនោះក្នុងចម្ពោះទ្វីបមនុស្សប្រុសស្រស់ស្អាតដូចជាទេវបុត្រមនុស្សស្រីរូបស្អាតដូចជាទេពអប្សរក្នុងសួគ៌កាលនោះឯងក្រុងពារាណសីមានឈ្មោះថាកេតុមេតីបណ្ដោយ16យុទ្ធទទឹង1យុទ្ធមានទ្វារក្រុង4ដើមឈើកាប់ប្រព្រឹក4ដើមកំពែង7ជាន់សាងដោយកែ7ប្រការគ្រានោះអ្នកលកាទេវបុត្រសោយនៅសេរីសម្បត្តិក្នុងសួគ៌ទេវលោក6ជាន់ចោតចាអត្តភាពនោះបានមកកើតជាស្ដេចចក្រពត្តិមានឈ្មោះថាសង្ខៈក្នុងក្រុងកេតុមេតីនោះព្រះបាទសង្ខៈនោះទ្រង់ត្រួតត្រាគ្រប់គ្រងដែនចក្រភពប្រកបដោយធម៌មិនបាច់ប្រើអញ្ញាមិនបាច់ប្រើគ្រឿងសត្រាវុធឡើយក្នុងសម័យកាលនោះមនុស្សទាំងឡាយក្នុងចម្ពោះទ្វីបនឹងមានរោគធម្មជាតិ3គឺឃ្លានអាហារ1បន្ទោបង់ទឹកម៉ូតគឺទឹកនោមនិងលាបមួក1និងចាស់ជរាមរណៈ1ក្រៅពីនេះពុំមានជំងឺអ្វីផ្សេងមកបៀតបៀនឡើយសម័យនោះបរាហិតរបស់ស្ដេចចក្រពត្តិមានព្រះនាមប្រកាសថាសុព្រហ្មព្រាហ្មណ៍ជាអ្នកមានយសធំបន្ទាប់អំពីព្រះរាជាភរិយាបរាហិតនោះមាននាមថាព្រហ្មវតីពេលនោះព្រះសិអាមិត្រីពោធិសត្វដែលពួកទេវតាទាំងឡាយបានអារាធនាហើយទ្រង់ទៅយត់ចាកតសេតបរិយមកចាប់បដិសន្ធិក្នុងគភ៌ព្រះនាងព្រហ្មវតីពេលចិត្តភ្លឺក្នុងថ្ងៃ15កើតខែអាសាឍស្ដេចចតុមហារាជការក៏បានចុះមកថែរក្សាព្រះគភ៌ព្រះនាងព្រហ្មវតីគម្រប់10ខែបរិបូរណ៍ទ្រង់ក៏ប្រសូតចាកគភ៌ព្រះមេដាព្រះមេតីពោធិសត្វទ្រង់គង់នៅជាសុខក្នុងគិរីវិសធរក្នុងប្រាសាទ3គឺសិរីវឌ្ឍនៈ1សទ្ធដ្ឋៈ1ចន្ទកៈ1ព្រះពោធិសត្វមានស្នំ10000នាក់គាល់បម្រើអគ្គមហេសីជាប្រធានលើស្នំទាំងនោះមាននាមថាចន្ទមុខីបុត្ររបស់ព្រះពោធិសត្វមាននាមថាព្រហ្មវឌ្ឍនកុមារព្រះពោធិសត្វទ្រង់ឡើងកាន់រាជរដ្ឋឆ្ពោះទៅកាន់ឧទ្យានបានឃើញនៅនិមិត្ត4ប្រការគឺមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់និងភេទបព្វជិតទ្រង់ក៏នៅណៃក្នុងភាពជាខរិវិពេញប្រតិក្នុងភេទជាបព្វជិតហើយទ្រង់ក៏ត្រឡប់មកកាន់ប្រាសាទវិញពេលនោះស្រាប់តែប្រាសាទអណ្ដែតហោះឡើងឯកក្នុងអាកាសការប្រាសាទហោះចិត្តដល់